ប្រើទូភ្លើងទទួលបានប្រាក់ត្រឡប់មកវិញជាប្រចាំខែដោយអត់ដឹងខ្លួនមានបងប្អូនណាខ្លះទៀតដែលមានការផាកពិន័យក្នុងក្រដាស់ភ្លើងរបស់លោកអ្នកប្រចាំខែពី100000 200000 300000ប្រចាំខែដោយអត់ដឹងខ្លួនបើសិនជាបងប្អូនមានបញ្ហាដូចនេះសូមស្ដាប់វីដេអូខ្ញុំឲ្យចប់សួស្តីបងប្អូនអរគ្នានេះគឺជាទូ capacitor bank បងប្អូនទូ capacitor bank នេះខ្ញុំបញ្យល់ឲ្យអ្នកទាំងអស់គ្នាបានយល់តើទូ capacitor bank មានតួនាទីធ្វើអ្វីទូ capacitor bank តួនាទីរបស់វាប្រើប្រាស់ដើម្បីកាត់បន្ថយថាមពល reactive ឬដែលយើងហៅថាថាមពលអសកម្មដែលថាមពលអសកម្មនេះហើយនៅពេលណាដែលវាកើនឡើងច្រើនធ្វើឲ្យគេគិតប្រាក់ឬក៏ផាកពិន័យលើថាមពលអសកម្មហ្នឹងបន្ថែមទៅលើថាមពលដែលអ្នកទាំងអស់គ្នាប្រើប្រាស់ជាប្រចាំថ្ងៃពេលណាដែលថាមពល reactive ត្រូវបានកាត់បន្ថយថាមពលអសកម្មក៏ត្រូវកាត់បន្ថយឬក៏លែងមានការផាកពិន័យលើក្រដាស់ភ្លើងបងប្អូនទាំងអស់គ្នាដូច្នេះហើយបានជាខ្ញុំនិយាយថាបងប្អូនណាខ្លះដែលប្រើទូភ្លើងហើយទទួលបានប្រាក់ចំណេញប្រចាំខែហើយបើសិនជាអ្នកទាំងអស់គ្នាមានតម្រូវការតាក់ទងទៅនឹងទូភ្លើងកង់ដង់ឬក៏ទូភ្លើង capacitor bank នេះសូមទំនាក់ទំនងមកយើងខ្ញុំ BA ជាងភ្លើងដើម្បីប្រឹក្សាយោបល់សូមអរគុណពីខ្ញុំ BA ជាងភ្លើងខ្លីខ្លឹម